សន្ទនាអំពីមហាមេរៀននៃជីវិតជំពូកទី1ព្រះមហាមេដាសូរអានន្ទដ៏ខ្ពង់ខ្ពស់បំផុតយាងចុះប្រទានព្រះបន្ទូលដ៏ថ្លៃថ្លាថាបណ្ដាអ្នកមានគុណធម៌និងកូនចៅទាំងឡាយសូមក្រោកឡើងហើយសូមអង្គុយចុះជំពូកទី1ខ្លួនពិតការដែលមនុស្សចង់កាត់ផ្ដាច់ចិត្តអាត្មានិយមទាំងអស់ពិតជារឿងមិនងាយស្រួលឡើយព្រោះមនុស្សមានរូបកាយហើយនៅពេលមានរូបកាយក៏មានតម្រូវការតាមសភាពគត់ដូច្នេះមនុស្សភាគច្រើនតែងយកខ្លួនឯងជាចម្បងសូម្បីតែភាពច្របូកច្របល់ជម្លោះនិងការប្រឈមមុខគ្នាក៏សុទ្ធតែកើតឡើងដោយសារចិត្តអាត្មានិយមនេះដែរនៅក្នុងពិភពលោកជម្លោះកាន់តែច្រើនឡើងដូច្នេះមនុស្សបានបង្កើតពិធីសុជីវធម៌និងច្បាប់ដើម្បីគ្រប់គ្រងនិងរក្សាសណ្ដាប់ធ្នាប់សង្គមប៉ុន្តែពិធីសុជីវធម៌ងាយនឹងក្លាយជាទម្រង់ខាងក្រៅហើយបាត់បង់សេចក្តីស្មោះត្រង់ចំណែកច្បាប់ក៏មិនអាចគ្របដណ្ដប់គ្រប់ករណីបានទាំងស្រុងហើយក៏មិនអាចធ្វើឲ្យមនុស្សមានសេចក្តីខ្មាសចំពោះអំពើមិនល្អនិងកែខ្លួនបានដោយពិតប្រាកដឡើយដូច្នេះប្រសិនបើចង់ថែរក្សាស្ថានភាពសង្គមដ៏ស្មុគស្មាញនេះមានតែចាប់ផ្ដើមពីការបណ្ដុះគុណធម៌ប៉ុណ្ណោះប៉ុន្តែគុណធម៌មិនមែនមានន័យថាគ្រាន់តែខ្លួនឯងធ្វើបានល្អក៏គ្រប់គ្រាន់នោះទេត្រូវធ្វើដល់កម្រិតដែលមិនត្រឹមតែស្រឡាញ់ឪពុកម្ដាយរបស់ខ្លួនប៉ុណ្ណោះទេហើយក៏មិនត្រឹមតែស្រឡាញ់កូនចៅរបស់ខ្លួនប៉ុណ្ណោះដែរប៉ុន្តែត្រូវពង្រីកចិត្តស្រឡាញ់និងគិតដល់មនុស្សទូទៅផងដែរយ៉ាងនេះទើបអាចបំពេញការបណ្ដុះបណ្ដាលគុណធម៌បានយ៉ាងពិតប្រាកដមនុស្សដែលអាចកែខ្លួននិងបំពេញគុណធម៌បានអាចហៅថាជាមនុស្សមានចិត្តមេត្តាករុណានិងគុណធម៌មនុស្សបែបនេះគឺជាសភាពមួយនៃការឈានទៅរកខ្លួនពិតប៉ុន្តែការឈានដល់សភាពនៃខ្លួនពិតមិនកំណត់ត្រឹមតែទស្សនៈខុសជានិយមដែលបណ្ដុះមនុស្សឲ្យមានចិត្តមេត្តាករុណានិងសីលធម៌ប៉ុណ្ណោះទេក្នុងព្រះពុទ្ធសាសនានិកាយសិនការយល់ឃើញអំពីពុទ្ធធម្មជាតិនិងសច្ចភាពពិតដែលនាំទៅរកការយល់ដឹងអំពីភាពសូន្យក៏ជាវិធីបំពេញខ្លួនពិតដែរក្នុងលទ្ធិតាវការរក្សាចិត្តឲ្យរួចផុតពីចំណងជានិច្ចដើម្បីមើលឃើញអាថ៌កំបាំងដ៏ល្អិតល្អន់នៃសច្ចធម៌ក៏ជាការប្រតិបត្តិដើមបីបំពេញខ្លួនពិតដូចគ្នាព្រោះវាជាការប្រតិបត្តិដូច្នេះចំណុចសំខាន់គឺត្រូវអនុវត្តជាក់ស្ដែងទើបអាចផ្លាស់ប្ដូរខ្លួនបានយ៉ាងពិតប្រាកដមានពាក្យមួយថាមនុស្សមានគុណធម៌មានកង្វល់ពេញមួយជីវិតប៉ុន្តែមិនមានទុក្ខព្រួយត្រឹមតែមួយព្រឹកឡើយអ្វីដែលគាត់ព្រួយបារម្ភគឺមិនលើសពីការលុបបំបាត់ចិត្តអាត្មានិយមនោះទេតែចិត្តអាត្មានិយមត្រូវផ្លាស់ប្ដូរទៅជាចិត្តមេត្តាករុណាយ៉ាងដូចម្ដេចកាលពីអតីតកាលលោកហ្វានចុងយ៉ានបានយកគោលការណ៍ថាត្រូវព្រួយបារម្ភមុនមនុស្សទាំងអស់ហើយរីករាយក្រោយមនុស្សទាំងអស់ជាបេសកកម្មមួយជីវិតនៅពេលគាត់គិតដល់ទុក្ខសុខរបស់ប្រជាជនហើយខិតខំស្វែងរកសុខុមាលភាពសម្រាប់មនុស្សទាំងមូលនោះគាត់ក៏បានដោះចេញពីចិត្តអាត្មានិយមផ្ទាល់ខ្លួនហើយហេតុដូចគ្នានេះដែរមានអ្នកនិយាយថាកូនចៅទាំងឡាយធ្វើបុណ្យបណ្ដុះគុណធម៌និងប្រាថ្នាសម្រេចផលនៃការប្រតិបត្តិគឺកើតចេញពីចិត្តអាត្មានិយមតាមពិតមិនមែនដូច្នោះឡើយព្រោះកូនចៅទាំងឡាយគាំទ្រនិងបន្តមេក្រីសិទ្ធធម៌អ្នកដែលទទួលប្រយោជន៍មិនមែនមានតែខ្លួនឯងទេប៉ុន្តែជាវិញ្ញាណរាប់ពាន់រាប់ម៉ឺននិងកូនចៅជំនាន់ក្រោយផងដែរដូច្នេះការគាំទ្រធម៌នឹងជួយឲ្យមហាមេឃរីកចម្រើនគឺជាការធ្វើឲ្យសេចក្ដីធម៌ភ្លឺរុងរឿងតើមានចិត្តអាត្មានិយមត្រង់ណាហេតុនេះដើម្បីសម្រេចផលនៃការប្រតិបត្តិមនុស្សមិនគួររត់គេចទៅនៅក្នុងព្រៃភ្នំតែម្នាក់ឯងនោះទេផ្ទុយទៅវិញត្រូវសកម្មក្នុងការគាំទ្រធម៌និងខិតខំធ្វើការសប្បុរសដើម្បីប្រយោជន៍សាធារណៈយ៉ាងនេះទើបអាចធ្វើឲ្យខ្លួនឯងឈរបានហើយជួយអ្នកដទៃឲ្យឈរបានធ្វើឲ្យខ្លួនឯងដល់គោលដៅហើយជួយអ្នកដទៃឲ្យដល់គោលដៅនេះហើយជាការបំពេញខ្លួនពិត